ngàyนี้bay ăn lụa bọc tơ kêu miền tơ cún đào tụm beng sao mau sặc ba mè prauហើយនឹងបន្លែស្អំជំលងត្រប់វែងឬក៏ត្រប់ដល់គោហើយនឹងបន្លែផ្សេងទៀតមានស្លឹកជ្រេះជាដើមគឺបន្លែធម្មជាតិពិតដើរបេះតាមរបងនិងតាមទីធ្លាផ្ទះដែលយើងរក្សាវាទុកដូចជាត្រកួនអីដុះដោយខ្លួនឯងស្លឹកបាសដុះដោយខ្លួនឯងម្រះព្រៅក៏ដុះដោយខ្លួនឯងសាវម៉ាវក៏ដុះដោយខ្លួនឯងស្ដៅក៏ដុះដោយខ្លួនឯងទំពាំងមានគុំឫស្សីមួយដើមនៅក្រោយផ្ទះទៅរោគអំបញ្ញមិញសល់ខ្នែងមួយបេះយកមកផ្សំគ្នាបានមួយពេល